នៅខាងខេត្តរតនគិរីឯនោះវិញថ្នាក់ដឹកនាំនិងមន្ត្រីរាជការកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋបាននាំគ្នាបរិច្ចាគឈាមដើម្បីបុព្វហេតុមាតុភូមិដល់វីរៈកងទ័ពដោយកម្មវិធីនេះបានប្រព្រឹត្តទៅនៅថ្ងៃទី11ខែធ្នូនេះចាប់ពីម៉ោង8ព្រឹកនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកខេត្តរតនគិរីនៅក្នុងសង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរតនគិរីការបរិច្ចាគឈាមនេះគឺដើម្បីបុព្វហេតុមនុស្សធម៌និងគាំទ្រសេចក្តីស្រឡាញ់ទៅដល់ប្រទេសជាតិដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ថែមទាំងមានអត្ថប្រយោជន៍ទៅដល់សុខភាពផ្ទាល់ខ្លួនផងដែរដោយឯកឧត្តមញ៉ែមសំអឿនអភិបាលខេត្តរតនគិរីបានមានប្រសាសន៍ថាដោយលោកសូមអំពាវនាវដល់បងប្អូនសាធារណជនប្រជាពលរដ្ឋទាំងអស់ចូលរួមនៅក្នុងកម្មវិធីនេះដើម្បីចែករំលែកក្តីស្រឡាញ់និងការជួយសង្គ្រោះជីវិតកងទ័ពដែលកំពុងតែតតាំងជាមួយនឹងចៅឈ្លានពានសៀមដោយអាដាមក៏បានបន្ថែមទៀតថាការស្ម័គ្រចិត្តនេះគឺពិតជាបានបង្ហាញអំពីការចូលរួមលើកទឹកចិត្តទៅដល់វីរៈកងទ័ពដែលកំពុងតែប្រយុទ្ធប្រឆាំងតតាំងជាមួយនឹងខ្មាំងសត្រូវនៅសមរភូមិមុខប្រកបដោយភាពអង់អាចក្លាហាននៅក្នុងភូមិសាស្ត្រព្រំដែនកម្ពុជាសៀមក៏បញ្ជាក់ដែរថានៅក្នុងរយៈពេល1ថ្ងៃមានអ្នកមកបរិច្ចាគឈាមចំនួន111នាក់នៅក្នុងនោះមានប្រុសចំនួន69នាក់ស្រីចំនួន42នាក់ហើយក្រុមគ្រូពេទ្យនៅតែបន្តទទួលរាល់ការផ្ដល់ឈាមជាបន្តបន្ទាប់ពីមន្ទីរពេទ្យបង្អែករតនគិរីចានៅរៀងរាល់ម៉ោងធ្វើការដូច្នេះបងប្អូនអាចទៅធ្វើការបរិច្ចាគឈាមនៅតាមមណ្ឌលសុខភាពចាមណ្ឌលទីតាំងដែលយើងបានប្រកាសជូនហ្នឹងចានៅក្នុងខេត្តរតនគិរីយើង